ក្រុមការងារថ្នាក់យុវជនកម្ពុជានាំយកអំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតចែកជូនគ្រួសារខ្វះខាត2គ្រួសារនៅក្រុងតាខ្មៅកណ្ដាលនាព្រឹកថ្ងៃសៅរ៍ទី25ខែកក្កដាឆ្នាំ2026ក្រុមការងារថ្នាក់យុវជនកម្ពុជាបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតតាមរយៈឯកឧត្តមផេងកឹមស្រុនប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន2គ្រួសារស្ថិតនៅភូមិព្រែកត្រែងសង្កាត់សិតបូក្រុងតាខ្មៅខេត្តកណ្ដាលសកម្មភាពមនុស្សធម៌នេះបានពង្រឹងទៅក្រោមការណែនាំរបស់ឯកឧត្តមទួនសុខុនលោករិនរាវីនិងលោកម៉ៅផល្លាប្រធានប្រតិបត្តិថ្នាក់យុវជនកម្ពុជាថ្នាក់កណ្ដាលនិងជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាដោយមានការសហការជាមួយលោករិទ្ធរាជសីប្រធានកិត្តិយសស្ដីទីសមាគមថ្នាក់យុវជនកម្ពុជាប្រចាំសាខាខេត្តកណ្ដាលនិងលោកសែមវណ្ណីចៅសង្កាត់សិតបូព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារជាច្រើនរូបទៀតអំណោយដែលបានប្រគល់ជូនគ្រួសារនីមួយៗរួមមានអង្ករ4បេមី4កេសទឹកត្រី2យួរទឹកស៊ីអ៊ីវ2យួរទឹកសុទ្ធ10យួរប៊ីចេង2កញ្ចប់ស្ករស2កញ្ចប់អំបិល2កញ្ចប់ត្រីខ2យួរនិងថវិកាចំនួន 10,000 រៀលក្នុងឱកាសនោះលោកម៉ៅផល្លាបានពំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតជូនដល់ប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋាននិងក្រុមការងារទាំងអស់ព្រមទាំងបានលើកឡើងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋលោកក៏បានអំពាវនាវឲ្យក្រុមការងារនិងសមាជិកទាំងអស់បន្តរួបរวมស្មោះត្រង់និងបំពេញការងារបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពស្របតាមទិសដៅរបស់គណៈបកប្រជាជនកម្ពុជាជាមួយគ្នានេះលោករិទ្ធរាជសីបានបញ្ជាក់ពីការបដិញ្ញាចិត្តរបស់ក្រុមការងារថ្នាក់យុវជនកម្ពុជាប្រចាំសាខាខេត្តកណ្ដាលក្នុងការបន្តចូលរួមអនុវត្តសកម្មភាពសង្គមនិងមនុស្សធម៌ព្រមទាំងគាំទ្រការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនជាទីបញ្ចប់ថ្នាក់ដឹកនាំនិងក្រុមការងារទាំងអស់បានគោរពជូនពរសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតនិងក្រុមគ្រួសារសូមប្រកបដោយសេចក្តីសុខសុខភាពល្អសុភមង្គលនិងជោគជ័យគ្រប់ភារកិច្ចដើម្បីបន្តដឹកនាំនិងបម្រើជាតិមាតុភូមិនិងប្រជាជនកម្ពុជាឲ្យកាន់តែមានការរីកចម្រើន